一人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 មានន័យថាម្នាក់ម្នាក់រៀងរៀងខ្លួនមីណាសាំងこんにちはសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងទៅសិក្សាអំពីពាក្យជា LPT N3 បន្ថែមទៀតទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like និង subscribe ជាមួយខ្ញុំផងでは早速やっていきましょうកុំឲ្យខាត់ពីយើងចាប់ដើមទាំងអស់គ្នាពាក្យទី1របស់យើងថ្ងៃនេះគឺ発明発明発明មានន័យថាការបង្កើតឬក៏ការច្នៃប្រឌិត invention ឧទាហរណ៍彼の新しい発明は世界中の人々の生活を変えました彼の新しい発明は世界中の人々の生活を変えましたមានន័យថាការបង្កើតថ្មីឬក៏ការច្នៃប្រឌិតថ្មីរបស់គាត់បានផ្លាស់ប្ដូរការរស់នៅរបស់មនុស្សគ្រប់គ្នាអញ្ចឹងពាក្យថា 彼 មានន័យថាគាត់ 新しい មានន័យថាថ្មី 発明 មានន័យថាការបង្កើតឬក៏ការច្នៃប្រឌិតអញ្ចឹង 新しい発明 មានន័យថាការបង្កើតថ្មីឬក៏ច្នៃប្រឌិតថ្មីអញ្ចឹងពី発明នេះគឺនៅពេលដែលយើងបង្កើតអ្វីដែលថ្មីមានន័យថាពីមុនយើងអត់មានទេតែមកយើងបង្កើតវាចេញមក世界中មានន័យថាទូទាំងពិភពលោក人々មានន័យថាមនុស្សអញ្ចឹង世界中の人々មានន័យថាមនុស្សទាំងអស់គ្នា生活を変えましたមានន័យថាផ្លាស់ប្ដូរជីវិតឬក៏ផ្លាស់ប្ដូរការរស់នៅណាអញ្ចឹងឡើងទៅអ្នកទាំងអស់គ្នា発明発明発明មានន័យថាការបង្កើតឬក៏ការច្នៃប្រឌិតពាក្យបន្ទាប់គឺ外す外す外すមានន័យថាដោះចេញ to remove ឧទាហរណ៍マスクを外してくださいマスクを外してくださいមានន័យថាសូមដោះម៉ាស់ចេញអញ្ចឹងពាក្យថា mask មានន័យថាម៉ាស់外してくださいមានន័យថាសូមដោះចេញអញ្ចឹង mask を外してくださいមានន័យថាសូមដោះម៉ាស់ចេញជឿលឿនទាំងអស់គ្នា外す外す外すមានន័យថាដោះចេញពាក្យបន្ទាប់គឺ一言一言一言មានន័យថាមួយម៉ាត់ single word ឧទាហរណ៍彼女の一言が私を救ってくれた彼女一言が私を救ってくれましたមានន័យថាពាក្យមួយម៉ាត់របស់នាងបានជួយខ្ញុំអញ្ចឹងពាក្យថា 彼女មានន័យថានាង一言មានន័យថាមួយម៉ាត់គឺយើងនិយាយតែមួយម៉ាត់ណាអញ្ចឹង彼女の一言មានន័យថាសម្ដីមួយម៉ាត់របស់នាង私を救ってくれたមានន័យថាបានជួយខ្ញុំអញ្ចឹង彼女の一言が私を救ってくれたមានន័យថាពាក្យមួយម៉ាត់របស់នាងបានជួយខ្ញុំជឿលឿនទាំងអស់គ្នាひとこと一言一言មានន័យថាមួយម៉ាត់ពាក្យបន្ទាប់គឺ一人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 មានន័យថាម្នាក់ម្នាក់រៀងរៀងខ្លួន one by one each ឧទាហរណ៍一人一人が責任を持って行動しましょう一人一人が責任を持って行動しましょうមានន័យថាធ្វើការដោយទំនួលខុសត្រូវរៀងរៀងខ្លួនអញ្ចឹងពាក្យថា一人一人មានន័យថាម្នាក់ម្នាក់ឬក៏រៀងរៀងខ្លួន責任を持ってមានន័យថាដោយទំនួលខុសត្រូវ行動しましょうមានន័យថាធ្វើសកម្មភាពអញ្ចឹង一人一人が責任を持って行動しましょうមានន័យថាធ្វើការឬក៏សកម្មភាពដោយទំនួលខុសត្រូវរៀងរៀងខ្លួនជឿលឿនទាំងអស់គ្នា一人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 មានន័យថាម្នាក់ម្នាក់ឬក៏រៀងរៀងខ្លួនពាក្យបន្ទាប់គឺ
homono homono មានន័យថារបស់ពិត real thing ឧទាហរណ៍これは本物のダイヤモンドですこれは本物のダイヤモンドですមានន័យថានេះគឺជាពេជ្រពិតអញ្ចឹងពាក្យថាこれはមានន័យថានេះ本物មានន័យថារបស់ពិតមិនមែនคล้ายៗជារបស់ដែលសុទ្ធダイヤモンドមានន័យថាពេជ្រអញ្ចឹងបើយើងនិយាយថា本物のダイヤモンドមានន័យថាពេជ្រពិតណាមិនមែនជាពេជ្រកែច្នៃឬក៏ពេជ្រคล้ายៗឬក៏ជាត្បូងទេគឺជាពេជ្រពិតឲ្យតែមិនមែនជារបស់คล้ายៗជារបស់ពិតគេតែនិយាយថា本物ឥឡូវត្រៀមទាំងអស់គ្នា本物មានន័យថារបស់ពិតពាក្យបន្ទាប់គឺ本人មានន័យថាសម័យខ្លួន the individual ឧទាហរណ៍本人が必要ですមានន័យថាត្រូវការសម័យខ្លួនជាចាំបាច់អញ្ចឹងពាក្យថា本人មានន័យថាសម័យខ្លួនគឺយើងម្ចាស់ខ្លួនហ្នឹង必要ですមានន័យថាត្រូវការជាចាំបាច់អញ្ចឹង本人が必要ですមានន័យថាត្រូវការសម័យខ្លួនជាចាំបាច់ឥឡូវអ្នកទាំងអស់គ្នា本人មានន័យថាសម័យខ្លួនពាក្យបន្ទាប់គឺ一មានន័យថាត្រូវគ្នាឬក៏ស្របគ្នា match ឧទាហរណ៍私と彼の意見は一致しています私と彼の意見は一致していますមានន័យថាគំនិតខ្ញុំនិងគាត់គឺត្រូវគ្នាឬក៏ដូចគ្នាអញ្ចឹងពាក្យថា私と彼មានន័យថាខ្ញុំនិងគាត់ no 意見មានន័យថាគំនិត一致していますមានន័យថាត្រូវគ្នាឬក៏ស្របគ្នាអញ្ចឹង私と彼の意見は一致していますមានន័យថាគំនិតខ្ញុំនិងគាត់គឺត្រូវគ្នាជួយនឹងត្រាទាំងអស់គ្នា一មានន័យថាត្រូវគ្នាឬក៏ស្របគ្នាពីបន្ទាប់គឺ一時មានន័យថាមួយរយៈឬក៏មួយពេល a moment a short time ឧទាហរណ៍彼は一時その場を離れました彼は一時その場を離れましたមានន័យថាគាត់បានចេញពីកន្លែងមួយរយៈអញ្ចឹងពាក្យថា彼はមានន័យថាគាត់一時មានន័យថាមួយរយៈឬក៏មួយពេលរយៈពេលដែលខ្លីហើយពាក្យ一時នេះគឺយើងអាចបកថាម៉ោង1បានដែរその場មានន័យថាទីកន្លែងនោះ離れましたមានន័យថាចាក់ចេញណាអញ្ចឹងその場を離れましたមានន័យថាចេញពីកន្លែងមួយហ្នឹងឥឡូវត្រៀមទាំងអស់គ្នា一時មានន័យថាមួយរយៈឬក៏មួយពេលពាក្យបន្ទាប់គឺ意外មានន័យថាការមិននឹកស្មានដល់ unexpected ឧទាហរណ៍この問題は意外と簡単だったこの問題は意外と簡単だったមានន័យថាលំហាត់មួយនេះមិននឹកស្មានដល់ថាងាយស្រួលបែបនេះអញ្ចឹងពាក្យថាこの問題មានន័យថាលំហាត់មួយនេះ意外とមានន័យថាមិននឹកស្មានដល់簡単だったមានន័យថាងាយស្រួលអញ្ចឹងこの問題は意外と簡単だったមានន័យថាមិននឹកស្មានថាលំហាត់នេះងាយស្រួលដល់ម្លឹងឥឡូវទាំងអស់គ្នា意外មានន័យថាការមិននឹកស្មានដល់ពាក្យបន្ទាប់គឺ一家មានន័យថាមួយគ្រួសារឬក៏ទាំងគ្រួសារ a family
ឧទាហរណ៍1ヶで旅行に出かけました1ヶで旅行に出かけましたមានន័យថាខ្ញុំចេញទៅធ្វើដំណើរកម្សាន្តមួយគ្រួសារឬក៏ទាំងគ្រួសារអញ្ចឹងពាក្យថាអ៊ីកាដេមានន័យថាមួយគ្រួសារឬក៏ទាំងគ្រួសារគឺយើងគិតទាំងអស់គ្នារយោគោនេះដេកាកេម៉ាស្តាមានន័យថាបានចេញទៅធ្វើដំណើរកម្សាន្តណាអញ្ចឹងអ៊ីកាដេរយោគោនេះដេកាកេម៉ាស្តាមានន័យថាខ្ញុំបានចេញទៅដើរលេងទាំងគ្រួសារឥឡូវត្រៀមទាំងអស់គ្នាអ៊ីកាអ៊ីកាអ៊ីកាមានន័យថាមួយគ្រួសារឬក៏ទាំងគ្រួសារពេលបន្ទាប់គឺអ៊ីម៉ានីអ៊ីម៉ានីអ៊ីម៉ានីមានន័យថាបន្តិចទៀតឬក៏មុខជាអីគេមួយ before long even now ឧទាហរណ៍今にわかるようになるよ今にわかるようになるよមានន័យថាបន្តិចទៀតយល់ហើយឬក៏បន្តិចទៀតដឹងហើយអញ្ចឹងពេលថាអ៊ីម៉ានីមានន័យថាបន្តិចទៀតឬក៏មុខជាអីគេមួយអញ្ចឹងគឺយើងប្រើអ៊ីម៉ានីនៅពេលដែលអ្វីមួយនឹងកើតឡើងនៅថ្ងៃអនាគតវ៉ាការុយោនីណារុមានន័យថានឹងយល់ឬក៏នឹងដឹងអញ្ចឹងអ៊ីម៉ានីវ៉ាការុយោនីណារុយោមានន័យថាបន្តិចទៀតនឹងដឹងហើយឬក៏បន្តិចទៀតនឹងយល់ហើយឥឡូវត្រៀមទាំងអស់គ្នាអ៊ីម៉ានីអ៊ីម៉ានីអ៊ីម៉ានីមានន័យថាបន្តិចទៀតឬក៏មុខជាពេលបន្ទាប់គឺអ៊ីម៉ានីម៉ូអ៊ីម៉ានីម៉ូអ៊ីម៉ានីម៉ូមានន័យថាទំនងជាចិត្តអ្វីមួយ at any time ឧទាហរណ៍今にも雨が降り出しそうだ今にも雨が降り出しそうだមានន័យថាទំនងជាចិត្តភ្លៀងហើយអញ្ចឹងពាក្យថាអ៊ីម៉ានីម៉ូមានន័យថាទំនងជាអីគេមួយយើងប្រើនៅពេលដែលយើងមើលឃើញអ្វីមួយរៀបនឹងកើតឡើងអាមេហ្កាហ្វូរីដាស៊ីសូដាមានន័យថាទំនងជាចិត្តភ្លៀងអញ្ចឹងអ៊ីម៉ានីម៉ូអាមេហ្កាហ្វូរីដាស៊ីសូដាមានន័យថាទំនងជាចិត្តភ្លៀងហើយឡើងត្រៀមទាំងអស់គ្នាអ៊ីម៉ានីម៉ូអ៊ីម៉ានីម៉ូអ៊ីម៉ានីម៉ូមានន័យថាទំនងជាចិត្តពីបន្ទាប់គឺ一般一般一般មានន័យថាទូទៅឬក៏ធម្មតា general ឧទាហរណ៍一般の人一般の人一般の人មានន័យថាមនុស្សធម្មតាឬក៏មនុស្សទូទៅអញ្ចឹងពាក្យថា一般មានន័យថាទូទៅឬក៏ធម្មតា人មានន័យថាមនុស្ស一般の人មានន័យថាមនុស្សទូទៅឬក៏មនុស្សធម្មតាឥឡូវត្រៀមទាំងអស់គ្នា一般一般一般មានន័យថាទូទៅឬក៏ធម្មតាពីបន្ទាប់គឺ一方一方一方មានន័យថាម្ខាងឬក៏ចំណែកឯone side on the other hand ឧទាហរណ៍一方の話だけは信用できない一方の話だけは信用できないមានន័យថាมันអាចជឿសម្ដីតែម្ខាងទេអញ្ចឹងពាក្យថា一方の話だけមានន័យថាសម្ដីតែម្ខាង信用できないមានន័យថាมันអាចជឿបានទេអញ្ចឹង一方の話だけは信用できないមានន័យថាมันអាចជឿសម្ដីតែម្ខាងទេឥឡូវត្រៀមទាំងអស់គ្នា一方一方一方មានន័យថាម្ខាងឬក៏ចំណែកឯឥឡូវយើងទៅមើលពាក្យចុងក្រោយរបស់យើង一生一生一生មានន័យថាមួយជីវិត whole life a lifetime ឧទាហរណ៍この思い出は一生忘れないこの思い出は一生
វ៉ាស៊ឺរេណៃមានន័យថាការចងចាំនេះมันអាចបំភ្លេចបានមួយជីវិតអញ្ចឹងពាក្យថា kono omoide មានន័យថាការចងចាំនេះ isho មានន័យថាមួយជីវិត wasurenai មានន័យថាមិនភ្លេចអញ្ចឹង kono omoide wa isho wasurenai មានន័យថាការចងចាំនេះមិនអាចភ្លេចមួយជីវិតឥឡូវត្រៀមទាំងអស់គ្នា isho 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 មានន័យថាមួយជីវិតいかがでしたかយ៉ាងម៉េចអ្នកទាំងអស់នេះចំពោះមេរៀនថ្ងៃនេះជឿសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចតាមទាន់ហើយនឹងចងចាំពាក្យទាំងអស់នេះទាំងអស់គ្នានៅខាងចុងវីដេអូនេះខ្ញុំនឹងមានកូនតេស្តតូចមួយសម្រាប់តេស្តការចងចាំរបស់អ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាបានចងចាំអ្វីដែលបានរៀនដែរឬទេឥឡូវខ្ញុំទៅសាកល្បងទាំងអស់គ្នាចំពោះតេស្តនេះខ្ញុំនឹងចេញជាភាសាជប៉ុនហើយអ្នកទាំងអស់គ្នារៀនអានហើយនឹងបកប្រែជាភាសាខ្មែរដោយខ្លួនឯងឥឡូវចាប់ផ្ដើមទាំងអស់គ្នាយ៉ាងម៉េចហើយអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាឆ្លើយត្រូវទាំងអស់ហើយឬនៅបើអ្នកទាំងអស់គ្នាឆ្លើយត្រូវទាំងអស់មានន័យថាអ្នកទាំងអស់គ្នាបានចងចាំអ្វីដែលបានរៀនរួចហើយចំពោះអ្នកមិនទាន់ឆ្លើយត្រូវអ្នកទាំងអស់គ្នាអាចត្រឡប់ទៅមើលវីដេអូឡើងវិញហើយត្រឡប់មកធ្វើតែម្ដងទៀតដើម្បីកាន់តែចាប់ចាំពាក្យទាំងអស់នេះそれではまた次回の動画でお会いしましょうご清聴いただきありがとうございましたអរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ